ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបផ្ទេរ account Telegram ទៅទូរស័ព្ទថ្មីដោយមានភាពងាយស្រួលនិងលឿនជាងមុនទ្វេដងបាទអញ្ចឹងតោះយើងមកដឹងពីរបៀបផ្ទេរទាំងអស់គ្នាជំហានដំបូងយើងចុចបើក app Telegram របស់យើងមកហើយបងប្អូនចុចកន្លែង setting បាទកន្លែង setting ឬក៏ profile របស់យើងណាបាទអូខេបន្តមកទៀតបងប្អូនអូសចុះមកក្រោមមករកមើលពាក្យថា setting privacy and security បាទចុចលើហ្នឹងមកអូខេបន្តមកទៀតបងប្អូនចុចកន្លែង passkeyអូខេអញ្ចឹងមកដល់កន្លែងនេះយើងចុចទៅលើពាក្យថា add passkey មកបាទបន្តមកទៀតបងប្អូនយកខាងក្រោមវានេះបាទ save on another device បាទចុចកន្លែងហ្នឹងមកអូខេអញ្ចឹងដើម្បីអាចផ្ទេរ account Telegram ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយដោយមានភាពងាយស្រួលបានបងប្អូនត្រូវបើក Bluetooth ទាំងសងខាងណាន័យថាទូរស័ព្ទទាំងពីរហ្នឹងត្រូវតែបើក Bluetooth ដូចគ្នាបាទអញ្ចឹងយើងចុចបើក Bluetooth បាទឥឡូវខ្ញុំបើក Bluetooth នៅទូរស័ព្ទដៃមួយនេះដែរអូខេរួចរាល់ហើយតែប៉ុណ្ណឹងទៅហើយយើងចាប់ផ្ដើមយកទូរស័ព្ទថ្មីរបស់យើងមក scan មកអញ្ចឹងបើសិនជាទូរស័ព្ទដៃរបស់យើងអត់មានមុខងារ scan QR code ស្រាប់ទេបងប្អូនអាចចូលទៅ download នៅក្នុង Play Store បានបើសម្រាប់ iPhone វាមានណាវាមានស្រាប់គ្រាន់តែយើងចូលទៅកន្លែងកំណត់ទៅអូខេអញ្ចឹងសម្រាប់អ្នកដែលអត់មានបងប្អូនអាចចូលក្នុង Play Store មកហើយចុចកន្លែងសញ្ញា search រួចសរសេរពាក្យថា QR code scanner នេះមកបាទចុច QR code scanner បន្តមកទៀតកម្មវិធី scan QR code នេះវាមានច្រើនប៉ុន្តែកម្មវិធីដែលខ្ញុំណែនាំគឺកម្មវិធីមួយនេះបាទកម្មវិធីដែលមានអ្នកបង្កើតនឹងឈ្មោះថា TC app បាទអញ្ចឹងបងប្អូនចំណាំកន្លែងហ្នឹងមកអញ្ចឹងបន្ទាប់ពីយើង download ឬក៏ install វារួចរាល់ហើយយើងចុចបើកវាមកបាទចុចបើក QR code បាទចុចបើកកម្មវិធី scan ហ្នឹងមកហើយចុច allow ហើយចុចសញ្ញាព្រួយនេះចុចព្រួយរហូតមកអូខេអញ្ចឹងកន្លែងនេះយើងយក use free version បាទហើយយើងយកខាងលើគេមក scan using the camera ហើយយកខាងលើបាទដំបូងយើង set up ដំបូងអញ្ចឹងហើយអូខេអញ្ចឹងយើងយកមក scan មកដាក់ឲ្យចំ QR code គេហ្នឹងអូខេអញ្ចឹងសម្រាប់កម្មវិធី scan ដែលយើង download ពី Play Store មកហ្នឹងនៅពេលដែលយើង scan ហើយគឺវា load ចេញបែបនេះបាទប៉ុន្តែសម្រាប់ទូរស័ព្ទដែលមានមុខងារ scan QR code ស្រាប់វានឹង load connect auto ណាវាអត់ load ចឹងទេបាទសម្រាប់កម្មវិធីដែលយើង download ពី Play Store មកបន្ទាប់ពីយើង scan រួចវានឹង load បែបនេះអញ្ចឹងតោះតែយើងចុចកន្លែងសពណ៌ខៀវនឹងមកតង់ទៀតបាទអញ្ចឹងយើងចុចមកមកតង់មកវានឹងធ្វើការ connect គ្នាបងប្អូនចាំមើលអូខេបងប្អូនឃើញណាអញ្ចឹងយើងគ្រាន់តែចុចទៅលើពាក្យថា continue នៅលើទូរស័ព្ទថ្មីរបស់យើងមកហើយយើងចាំមក plate បាទបន្តមកយើង scan កយ៉ាកដៃឬក៏យើងចុចលេខកូដដោះសោអេក្រង់របស់យើងមកបាទឥឡូវយើង scan បាទតែប៉ុណ្ណឹងរួចរាល់ហើយអញ្ចឹងយើងបិទកម្មវិធី scan នឹងចោលមកហើយយើងចូលទៅក្នុងកម្មវិធី Telegram បាទអូខេអញ្ចឹងកម្មវិធីនេះសារតែខ្ញុំទើបតែ download មកចុច download សិនហើយចុច start message អូខេបងប្អូនឃើញណានេះ account ដែលខ្ញុំផ្ទេរមកមិញគឺកតុយ71នេះបាទ
អញ្ចឹងយើងគ្រាន់តែចុចទៅលើលេខទូរស័ព្ទមួយនឹងមកវានឹង log in ចូលទៅក្នុង app account Telegram ដោយស្វ័យប្រវត្តិតែម្ដងអូខេកន្លែងនេះយើងត្រូវវាយលេខកូដសម្ងាត់ដោះសោអេក្រង់របស់យើងឬក៏ scan កញ្ចក់ដៃ scan មុខតាមអ្វីដែលយើងដាក់ណាបាទសម្រាប់ទូរស័ព្ទខ្ញុំដាក់ scan កញ្ចក់ដៃខ្ញុំ scan កញ្ចក់ដៃបាទអូខេវាចាប់ផ្ដើម login auto ហើយបាទបងប្អូនឃើញណាអូខេអញ្ចឹងសម្រាប់ការផ្ទេរ account Telegram នេះគឺវាមានភាពងាយស្រួលមែនតើបាទសម្រាប់មុខងារថ្មីណាអញ្ចឹងនៅពេលដែលយើងlogin ចូលប្រើប្រាស់ account Telegram របស់យើងនៅក្នុងទូរស័ព្ទថ្មីហើយលើទូរស័ព្ទចាស់វានឹង load បែបនេះអញ្ចឹងយើងចុច yes អូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចតិចជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងមានចម្ងល់អត់យល់តាមអត់ទាន់ត្រូវចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ